ពន្លឺព្រះអាទិត្យពេលរសៀលរៀបលិចបានជះមកលើផ្ទៃបឹងដ៏ស្ងប់ស្ងាត់បង្កើតបានជាស្រមោលពណ៌មាសក្រហមច្រាលពេញផ្ទៃមេឃនៅលើបងឈើក្រោមដើមជ្រៃធំភក្តីនិងនារីកំពុងអង្គុយក្បែរគ្នាដោយភាពស្ងប់ស្ងាត់ប៉ុន្តែជាភាពស្ងប់ស្ងាត់ដែលពោរពេញទៅដោយអត្ថន័យដៃរបស់ភក្តីបានក្តាប់ក្តាប់ដៃដ៏ទន់ភ្លន់របស់នារីយ៉ាងណែនហាក់បីដូចជាខ្លាចថាបើគេប្រហែសតែបន្តិចស្រីបណ្ដូលចិត្តម្នាក់នេះនឹងរលាយបាត់ទៅតាមពពកអណ្ដែតអណ្ដូងទាំងនោះនារីអូនដឹងទេថាបងមានសំណាងប៉ុណ្ណាដែលបានជួបអូនភក្តីបន្លឺឡើងដោយសំឡេងស្រទន់ប៉ុន្តែដោយភាពម៉ឺងម៉ាត់គេងាកមកសម្លឹងមើលភ្នែកនារីដែលកំពុងចាំងឆ្លុះនៅរូបភាពរបស់គេនៅក្នុងនោះមិនថាមានរឿងអ្វីកើតឡើងមិនថាពិភពលោកនេះប្រែប្រួលយ៉ាងណាបងសន្យាថាបងនឹងនៅក្បែរអូនការពារអូននិងស្រឡាញ់អូនរហូតដល់ដង្ហើមចុងក្រោយស្នេហាយើងនឹងមិនចេះចប់នោះឡើយនារីញញឹមទាំងក្តីរំភើបពណ៌ទាំងសងខាងរបស់នាងឡើងក្រហមព្រឿងនាងផ្អែកក្បាលទៅលើស្មារបស់ភក្តីស្រូបយកក្លិនក្រអូបស្រាលពីអាវរបស់គេអូនជឿបងអូនសង្ឃឹមថាការសន្យានេះនឹងក្លាយទៅជាការពិតកុំឲ្យដូចពាក្យគេថាសន្យានៅចំពោះមុខទេសភាពស្អាតវាងាយនឹងរលាយទៅតាមខ្យល់ណាភក្តីនាងនិយាយលេងសើចផងមែនតែនផងប៉ុន្តែក្នុងចិត្តនាងពិតជាមានសេចក្តីសុខខ្លាំងណាស់ប៉ុន្តែអ្វីដែលពួកគេមិនបានចាប់អារម្មណ៍នោះគឺនៅពីក្រោមដើមឈើដ៏ធំមិនឆ្ងាយប៉ុន្មានមានស្រមោលមនុស្សម្នាក់កំពុងឈរសម្លឹងមកពួកគេដោយក្រសែភ្នែកត្រជាក់ស្រឹបនោះគឺសុខាមិត្តភក្តិជិតស្និទ្ធបំផុតរបស់ភក្តីតាំងពីតូចក្រូចឆ្មាសុខាមិនបានញញឹមអបអរសាទរមិត្តភក្តិនោះទេផ្ទុយទៅវិញបបោមាត់របស់គេបែរជាលួចឡើងដូចជាស្នាមញញឹមពឹសពុលគេក្តាប់ដៃខ្លួនឯងយ៉ាងណែនក្នុងចិត្តពោពេញទៅដោយការច្រណែនឈ្នានីសដែលដុតរលសម្រាប់សុខាភក្តីតែងតែបានអ្វីដែលល្អជាងគេជានិច្ចទាំងការសិក្សាទាំងការងារហើយឥឡូវនេះសូម្បីតែស្រីស្អាតនិងល្អឥតខ្ចោះដូចជានារីក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃភក្តីដែរសន្យារហូតដល់ដង្ហើមចុងក្រោយអីចាំមើលចុះភក្តីអញនឹងធ្វើឲ្យការសន្យារបស់ឯងខ្លាចទៅជាថ្នាំពុលដែលសម្លាប់នាងទាំងរស់ទៅវិញសុខានិយាយក្នុងចិត្តតិចមុននឹងដើរចេញពីទីនោះដោយស្ងៀមស្ងាត់បន្សល់ទុកតែភាពផ្អែមល្ហែមរបស់អ្នកទាំងពីរដែលមិនដឹងទាល់តែសោះថាព្យុះភ្លៀងនៃកំហឹងនិងការក្បត់កំពុងតែចាប់ផ្ដើមបក់បោកមកលើជីវិតស្នេហារបស់ពួកគេហើយពន្លឺភ្លើងពណ៌នាពេលរាត្រីក្នុងហាងផាក់ស៊ីមួយកន្លែងបានចាំងឆ្លុះមកលើកែវស្រាដែលដាក់តម្រៀបគ្នានៅលើតុភក្តីអង្គុយញញឹមម្នាក់ឯងក្នុងចិត្តនៅតែនឹកឃើញដល់ពាក្យសន្យាដែលគេបានផ្ដល់ឲ្យនារីកាលពីល្ងាចមិញចំណែកឯសុខាវិញបែរជាអង្គុយក្រឡុកកែវស្រាដោយទឹកមុខស្មើធេងរួចក៏លើកមកក្រេបបន្តិចបន្ទាប់មកក៏ចាប់ផ្ដើមបន្លឺសំឡេងឡើងក្នុងន័យឌឺដងភក្តីមើលតើឯងដូចជាមានក្តីសុខណាស់មែនទេបន្ទាប់ពីបានសន្យាជាមួយនារីមិញនេះសុខាសួរទាំងភ្នែកសម្លឹងទៅក្រៅបង្អួចធ្វើហាក់ដូចជាមិនខ្វល់ខ្វាយភក្តីសើចតិចរួចងក់ក្បាលពិតមែនហើយមិត្តនារីគឺជាស្រីម្នាក់ដែលអញចង់ចំណាយពេលពេញមួយជីវិតជាមួយអញនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យការសន្យានេះក្លាយទៅជាការពិតអញចង់រៀបការជាមួយនាងនៅឆ្នាំក្រោយនេះហើយឮបែបនេះសុខាស្រាប់តែដាក់កែវស្រាចុះយ៉ាងខ្លាំងរួចបដូរទឹកមុខមកជាស្រពោនបង្កប់ដោយការអាណិតអាសូរក្លែងក្លាយគេដកដង្ហើមធំរួចនិយាយទាំងស្ទាក់ស្ទើរក្នុងនាមជាមិត្តល្អអញមិនចង់និយាយរឿងនេះទេភក្តីប៉ុន្តែអញគ្រាន់តែមិនចង់ឃើញឯងខ្លាចទៅជាមនុស្សល្ងង់
anh đứng tề thả biết ai mình nữ nì rì tay tay tơ na một na chỉ muốn nè nà khá phẹ cả đấy bóng óng nam nhờ nhầm rúi xâm lăng mục mật phẹ tè ngưỡng ngờ ai chóng bên này tham mày sao khá nì rì mình men trên manu sray bái nì tê sao khá bóng ốc xâm lễ rúi ón một chất trôi chia phẹ cả đấy anh khơi niềng chúp cho môi pro mà nè nơi hang cà phê chỉ riêng rộp rực ngày sáng đại anh đồ vô từ điện thay máu nụ ấy bộ kế mới tới đôi chiếc snack niếc lặng nà lớp bị mật phẹ thò mà đa từ tiết anh không lẽ ai dù hơi rút mình trong ai khổ chấn bồn tại khơi ấy ngục ngôn nâng cả sát này già ní anh tró mình bàn tê sầm đấy rồi bỏ sọc há việc đối chiếc mà trôi tội đã chặt đào chỗ tức nông bệ đồn rồi bỏ phẹ cái đây mà đó mình tịch và đó mình tịch phẹ cái đấy chỉ diếm sai đâm bay bình lọc cá sẵn dài rồi hai chiếc bom ôn niếng tệ đắng rước con mặt ruộng cà nghĩa bóng ôn ấy cắt đầy khía bóng ôn ấy áo chừng kề khía sọc há bằng con công đau này biết xâm đây rồi bỏ kề phẹ cái đây ơi sấy xâm mày ní kê chết xâm đầy nè niềng sáng này ra chỉ mùi ấy bùa ấy chỉ một lõ miếng anh à cột buồn tái bẹ đốt niêng và hai chỉ miên đẹp xanh bắt từ hơi bờ ấy mình trừ tế chấm xong kết mơ tu sạp niềng từ niềng tái ta lẹ băng mình đa loại ấy bà bó mẹn tế phẹ cả đấy chạp đàm nớ mình sọc rúp hiếp em là hai pì muốn chạp đám prai bò kế chạp đám nớ khuyên thả chia rưỡi nì rì bớt chia cho chật cán tu sạp chóp khuôn mẹn gróp bụiในการสงสัยได้สักขาบันดำขนมเฉดแปะกระไดจะประดามดอกบนโลกอย่างลื่นบ่มพอดเกมันดังเตะแท้นี่คือจะการจะประดามในระบายจะรุกดำใบบำพลายเปียสัญญาดอกสระสะอาดระบอบปุเกเมฆเปริตรัยได้ทลบแต่เมื่อเตอสระสะอาดโดยซาบนลือดวงจันทร์เป็นนี้ปลายชีตรเจตสลับขนมอารามระบอบแปะกระไดบนโต๊ะปีใบคเนียปีสกแขแปะก็ได้มันบานตลอดเติบเตียเปลี่ยนเตะเก็บบักลานเวลวเป็นกรองรุ่ยก็ชบในมุกเตะระบอเนรีเก๋องกุ้ยขนมล้านสมลังเตยบองอวยบนตุบเนียงได้เนื้อมีนปนลือเพลิงพลื้สระอาบขนมเจ็ดเก๋ควอลควายปลุกสันใดระบอสุขาบานคล้ายที่เชี่ยดังเกอได้กำปงจอกก่อเก๋ตุ่มนกจัดระบอเก๋รักหลางแปะก็ได้บานนัดเนรีหมกย้ำอาหารเปรกtối bị sập đòn đại kế tay tayในdây đường cầm lạiสบายเลือกนี้แพะก็ได้องโกยสำลังมุกเนรีด้อยกระไซพเนยรุกโรโอนเมียนเรื่องเอาไว้แหละบางหนังบองแมนเตเนรีแพะก็ได้สู่ล้างเปลี่ยมขณะได้เนรีกำปงเลือกแก้วกาแฟหมกเกรบเนรีบองอ้องไดโดยไส้เตยแต่เงื้องชงอมีนเรื่องไอ้ตื่นบองแฮดไอ้บ้านจิซัวโอนแบบนี้โอนเมียนแต่เรื่องการเงียได้ระวดบันติบันตุยนังจอมเปนุตุรศัพท์ระบอเนรีได้ดักเนลือตกสรับแต่โหลดซาโมเนรีประยับติ้งตุรศัพท์หมกเมือโดยก็ยังยำติดหายตกวิโจขนมกับโบวิญอย่างเลือนสกัมอภิบดอสามันนี้ปลายจีเรื่องทมในขนมกาวในดอกบ๊อบแผกกระไดเก๋ในเคยสำได้สกาในใหญ่แท้เนียงมันดาลเอาไอปาตุรศัพท์เนียงเหม็นเตะเนนับยาซามกโอนำบันมันนี้แผะกระไดสู่ด้อยสำเลยเรื่องกำปรือเนรีปลายตกมกปีหยำหมกเจียสระปนเนียงเมียนอารามแท้แผะกระไดกำปงแต่เสิร์ฟอังเกตเนียงกรอนใต้จีมัดแผะสู้นอมเรื่องก้างเงียหนังบองมีนเรื่องไอเหม็นเตะทั้งไงนี้บองเมื่อเตอจำไหลหนักแพะกระไดเด้งดาวมันชบโชมัดแพะมัดเปล่าหรือมัดใส่เนรีดอดองหามทมบ้องแพะกระไดยืงสัญญาทาหนังจื้อเจลือเนียtừวิ่งตัวหมอกมันเห็นจังไงบ้องให้เอาไว้บ้านจีทั้งไงนี้บ้องฮะโดยเชี่ยมันตกจุดโอนแบบนี้เปียทาจื้อเจ๊เฟื้ออ้อยแพะกระไดอู้ดามกอเก๋จองจื้อเนียงนะแพะกระไดกร้อนแต่งูกบารุดใบหมกเจงบองกร้อนแต่สัวปลุกบารมปนแต่บ่โอนก็แทบบองรำแขนก็ตามจัดจ่อ
ចំណងមិត្តភាពរបស់អ្នកទាំងពីរដែលធ្លាប់តែផ្អែមល្ហែមចាប់ផ្ដើមមានស្នាមប្រេះស្រាំតូចៗកើតឡើងនារីមានអារម្មណ៍តូចចិត្តដែលភក្តីមិនឲ្យតម្លៃឲ្យភាពស្មោះត្រង់របស់នាងចំណែកភក្តីវិញកាន់តែសង្ស័យនាងថាកំពុងតែប្រើល្បិចដើម្បីគេចវេះនៅមិនឆ្ងាយប៉ុន្មានពីតុអាហាររបស់ពួកគេសុខាកំពុងអង្គុយនៅតុមួយទៀតកំពុងតែកាន់កាសែតបាំងមុខរួចលួចសម្លឹងមកមើលគេទាំងពីរញញឹមយ៉ាងមានប្រៀបគេដឹងថាផែនការបំបែកបំបាក់របស់គេកំពុងតែដំណើរការទៅមុខយ៉ាងរលូនមេឃចាប់ផ្ដើមស្រអាប់ដោយពពកខ្មៅងងឹតហាក់ដូចជាចង់ប្រាប់ពីភាពរកាំរកូសដែលជិតមកដល់សុខាបានចាប់ផ្ដើមជំហានបន្ទាប់នៃផែនការដ៏ស្មោកគ្រោករបស់គេបានដឹងថាថ្ងៃនេះនារីត្រូវទៅជួបមិត្តភក្តិចាស់ម្នាក់ដែលទើបត្រឡប់មកពីបរទេសដើម្បីពិភាក្សាការងាររឿងជួយមន្ទីរពេទ្យសប្បុរសធម៌សុខាបានទូរស័ព្ទទៅភក្តីភ្លាមដោយធ្វើជាមានសម្លេងអន្ទះសារភក្តីឯងនៅឯណាប្រញាប់មកហាងកាហ្វេក្បែរមាត់ទន្លេភ្លាមមកអញឃើញនារីកំពុងអង្គុយជាមួយប្រុសម្នាក់ទៀតហើយលើកនេះពួកគេមើលទៅស្និទ្ធស្នាលគ្នាខ្លាំងណាស់ហាក់ដូចជាកំពុងលួចលាក់រឿងអ្វីមួយអញ្ចឹងភក្តីដែលកំពុងតែមានចិត្តរេរារវាងការជឿជាក់និងការសង្ស័យស្រាប់ផងនោះក៏ស្ទុះងើបពីកៅអីធ្វើការទាំងអារម្មណ៍ក្តៅក្រហាយគេបើកឡានយ៉ាងលឿនសម្ដៅទៅកាន់ទីនោះក្នុងចិត្តបួងសួងសូមកុំឲ្យអ្វីដែលសុខានិយាយខ្លាចទៅជាការពិតប៉ុន្តែអ្វីមិនដូចបំណងឡើយនៅពេលភក្តីទៅដល់គេបានឃើញនារីអង្គុយទល់មុខបុរសម្នាក់ដែលមានរូបសង្ហាដោយសារតែសុខាបានរៀបចំកន្លែងឲ្យភក្តីមើលឃើញពីចម្ងាយក្នុងមុំមួយដែលបង្កឲ្យមានការយល់ច្រឡំភក្តីបានឃើញបុរសម្នាក់នោះលើកដៃមកប៉ះសក់ក្បាលរបស់នារីតាមពិតគឺគ្រាន់តែជួយមកដកកំទេចសម្រាមដែលជាប់សក់នាងប៉ុណ្ណោះនាងញញឹមយ៉ាងស្រស់ស្រាយទៅកាន់បុរសនោះដែលជាស្នាមញញឹមភក្តីធ្លាប់គិតថាជារបស់គេតែម្នាក់គត់នារីភក្តីបន្លឺឈ្មោះនាងក្នុងចិត្តទាំងការជឿចាប់គេមិនហ៊ានដើរចូលទៅសួរនាំនោះទេព្រោះខ្លាចឃើញការពិតដែលលើសពីនេះខណៈនោះសុខាដែលដើរមកពីក្រោយក៏មកតោងស្មាភក្តីឃើញទេភក្តីអញប្រាប់ឯងហើយមែនទេនាងគ្រាន់តែប្រើពាក្យសន្យាដើម្បីចងជើងឯងទុកជាសម្បកកង់បំរុងតែប៉ុណ្ណោះឯងមើលខ្សែភ្នែកនាងទៅតើនាងធ្លាប់មើលឯងផ្អែមល្ហែមបែបហ្នឹងទេភក្តីក្តាប់ដៃណែនរហូតដល់ឡើងសរសៃការជឿជាក់ដែលធ្លាប់មានកំពុងតែរលាយបាត់បន្តិចម្ដងជំនួសមកវិញនៅកំហឹងនិងភាពអាម៉ាស់គេមានអារម្មណ៍ថាខ្លួនឯងដូចជាមនុស្សល្ងង់ដែលចាញ់បោកសម្ដីផ្អែមល្ហែមនិងការសន្យាคล้ายល្មមឈប់ហើយភក្តីនិយាយទាំងសំឡេងអួរដើមកអញមិនចង់ឃើញទៀតទេភក្តីដើរចេញពីទីនោះទាំងបេះដូងខ្ទេចខ្ទាំដោយមិនដឹងថាបុរសម្នាក់នោះគឺជាបងជីដូនមួយរបស់នារីដែលទើបតែមកពីឆ្ងាយនិងជាអ្នកដែលនារីបំរុងនឹងណែនាំឲ្យភក្តីស្គាល់ក្នុងពេលឆាប់នោះឡើយសុខាសម្លឹងមើលទៅក្រោយខ្នងភក្តីរួចញញឹមដោយមោទនភាពចំពោះលទ្ធផលដែលគេចង់បានចំណងស្នេហ៍និងពាក្យសន្យាដែលធ្លាប់តែរឹងមាំពេលនេះកំពុងតែរង្គោះរង្គើដល់ឫសគល់ហើយមេឃដែលអាប់អួរតាំងពីរសៀលបានបង្អុរភ្លៀងចុះមកយ៉ាងខ្លាំងនៅពេលព្រលប់ហាក់ដូចជាចង់លាងជម្រះភាពខ្វះខាតក្នុងចិត្តមនុស្សប៉ុន្តែសម្រាប់ភក្តីវាកាន់តែធ្វើឲ្យចិត្តគេឆេះឆួលទ្វេដងគេឈប់រងចាំនារីនៅមុខផ្ទះនាងក្នុងសភាពសើមជោគជាំប៉ុន្តែក្រសែភ្នែកពោពេញទៅដោយភាពត្រជាក់ស្រឹបនៅពេលឡានរបស់នារីមកដល់នាងប្រញាប់ចុះមកទាំងភ្ញាក់ផ្អើលបងភក្តីហេតុអីបងមកឈរហាលភ្លៀងបែបនេះឆាប់ចូលមកក្នុងផ្ទះមកបងនឹងឈឺជាមិនខានឡើយនារីលោកដៃបំរុងនឹងចាប់ដៃភក្តីប៉ុន្តែគេបានក្រវាសដៃនាងចេញយ៉ាងខ្លាំងនារីស្រឡាំងកាំងសម្លឹងមើលភក្តីទាំងភ្នែកស្លុត
បងកើតអីហ្នឹងឈប់សម្ដែងទៅនារីភក្តីស្រែកឡើងខ្លាំងប្រជែងនឹងសម្លេងផ្គរលាន់បងស្មានថាអូនជាមនុស្សស្រីដែលស្មោះត្រង់បំផុតបងស្មានថាពាក្យសន្យារបស់យើងមានន័យសម្រាប់អូនប៉ុន្តែការពិតអូនគ្រាន់តែទុកបងជាមនុស្សល្ងងម្នាក់ដែលចាំការពារអូនខណៈដែលអូនទៅសប្បាយជាមួយប្រុសផ្សេងនារីយំចេញមកទាំងមិនដឹងខ្លួនបងនិយាយពីអ្វីប្រុសផ្សេងណាបងកំពុងយល់ច្រឡំហើយយល់ច្រឡំបងឃើញនឹងភ្នែកនៅហាងកាហ្វេមាត់ទន្លេអូនសើចសប្បាយអូនឲ្យគេប៉ះសក់ប៉ះថ្ពាល់តើនេះមែនទេដែលអូនហៅថាភក្តីភាពភក្តីសើចទាំងឈឺចាប់សុខាប្រាប់បងត្រូវមែនគេបារម្ភពីបងគេមិនចង់ឲ្យបងចាញ់បោកអូនគ្រាន់តែឮឈ្មោះសុខានារីស្រាប់តែយល់ភ្លាមនៅប្រភពនៃបញ្ហាសុខាបងជឿសម្ដីមិត្តភក្តិចាក់រុកម្នាក់នឹងជាងជឿលើភ្នែកដែលធ្លាប់មើលឃើញភាពស្មោះត្រង់របស់អូនមែនទេបុរសម្នាក់នោះគឺជាបងជីដូនមួយរបស់អូនដែលទើបមកពីបារាំងអូនចង់ណែនាំឲ្យបងស្គាល់ប៉ុន្តែបងបែរជាមកចោទប្រកាន់អូនបែបនេះបងជីដូនមួយលេះល្អណាស់នារីភក្តីមិនស្ដាប់ហេតុផលឡើយព្រោះចិត្តតែពោពេញទៅដោយមន្ទិលសង្ស័យបានបិទបាំងការពិចារណាអស់ទៅហើយមនុស្សដែលជិតស្និទ្ធបំផុតនឹងបងគឺសុខាគេគ្មានហេតុផលអីត្រូវភួយកុហកដើម្បីបំផ្លាញបងនោះទេមានតែអូនទេដែលចង់បានសេរីភាពចង់បានអ្នកថ្មីដែលសង្ហាជាងបងនារីទន់ជង្គង់ចុះនៅលើដីទឹកភ្នែកហូរលាយឡំជាមួយដូចទឹកភ្លៀងបើបងជ្រើសរើសជឿសម្ដីអ្នកដទៃជាជាងជឿបេះដូងខ្លួនឯងអញ្ចឹងពាក្យសន្យាដែលបងធ្លាប់ប្រាប់ថានឹងនៅក្បែរអូនរហូតដល់ដង្ហើមចុងក្រោយនោះក៏វាគ្មានតម្លៃអីទៀតដែរបងទៅវិញចុះទៅរកមិត្តល្អរបស់បងទៅភក្តីសម្លឹងមើលនារីជាលើកចុងក្រោយទាំងចិត្តដាច់រួចក៏ងាកក្រោយដើរចេញដោយមិនងាកក្រោយនោះឡើយគេមិនដឹងទេថាការដើរចេញលើកនេះគឺជាការដើរចេញពីសុភមង្គលពិតប្រាកដរបស់ខ្លួនឯងនៅពីក្រោយរបងផ្ទះសុខាកំពុងឈរសម្លឹងមើលសកម្មភាពទាំងនោះទាំងញញឹមយ៉ាងជោគជ័យគេបានបំបែកបំបាក់ពាក្យសន្យានោះបានស្រេចហើយមួយសប្តាហ៍បានកន្លងផុតទៅយ៉ាងយឺតបំផុតសម្រាប់ភក្តីបន្ទប់ធ្វើការដែលធ្លាប់តែមានសំឡេងសារទូរស័ព្ទរោជានិច្ចពីនារីពេលនេះប្រែជាស្ងាត់ជ្រងំភក្តីអង្គុយសម្លឹងមើលកៅអីទំនេរនៅហាងកាហ្វេដែលពួកគេធ្លាប់អង្គុយជាមួយគ្នាបេះដូងគេប្រៀបដូចជាមានដុំថ្មយ៉ាងធ្ងន់មកសង្កត់ពីលើទោះបីជាគេខឹងគេសង្ស័យប៉ុន្តែរូបភាពនៃការយំសោកស្ដាយរបស់នារីកណ្ដាលសម្រែកផ្គរលាន់នៅយប់នោះវានៅតែលោកបន្លាយគេមិនឈប់ឈរផឹកបន្តិចទៅមិត្តសម្លាញ់កុំគិតច្រើនអីស្រីម្នាក់នឹងមិនស័ក្តិសមនឹងខូចទេសុខាបន្លឺឡើងទាំងស្នាមញញឹមព្រមទាំងហុចកែវស្រាឲ្យភក្តីក្នុងក្លឹបកំសាន្តមួយដែលមានភ្លើងពណ៌រញ៉េរញ៉ៃភក្តីលើកស្រាមកផាក់ដូចជាទឹកអញមិនយល់ទេសុខាហេតុអីបានជានាងធ្វើបែបនឹងដាក់អញខំសន្យាជាមួយនាងគ្រប់យ៉ាងអញខំបង្កើតអនាគតដើម្បីនាងសុខាញញឹមក្នុងចិត្តរួចសម្ដែងទឹកមុខអាណិតអាសូរមនុស្សស្រីចិត្តសាវ៉ាបែបនឹងឯងភក្តីអើយនាងគ្រាន់តែចង់បានបង្អែកតែបេះដូងនាងចង់បានសេរីភាពជាមួយអ្នកផ្សេងឯងសំណាងហើយដែលដឹងទាន់ពេលបើគុំតែអញប្រាប់ម្លេះឯងរៀបការចិញ្ចឹមប្រពន្ធឲ្យគេបាត់ទៅហើយសម្ដីរបស់សុខាប្រៀបដូចជាការបន្ថែមសាំងលើភ្លើងកំហឹងរបស់ភក្តីឲ្យឆេះងុំឡើងខ្លាំងវិញអញនឹងមិនអត់ឱនឲ្យនាងដាច់ខាតចាំមើលចុះអញនឹងរស់នៅឲ្យគ្រាន់បើជាងមុនដើម្បីឲ្យនាងដឹងថាបើគ្មាននាងអញក៏នៅតែរស់បានយ៉ាងមានន័យប៉ុន្តែក្នុងពេលជាមួយគ្នានោះសុខាមិនបានឈប់ត្រឹមការចាក់រុកភក្តីឡើយគេចាប់ផ្ដើមទៅរកនារីនៅឯកន្លែងធ្វើការរបស់នាង
សុខាបានបដូរទឹកមុខពីមនុស្សពុះពុលមកជាមនុស្សសុភាពបុរសម្នាក់ដែលមកដើម្បីសម្រុះសម្រួលនារីខ្ញុំពិតជាសោកស្ដាយជំនួសភក្តីណាស់សុខានិយាយទៅកាន់នារីដែលកំពុងតែមានទឹកមុខស្លេកស្លាំងនិងភ្នែកហើមក្រហមព្រោះការយំខ្ញុំព្យាយាមឃាត់គេដែរកុំឲ្យគេគិតប្រេះផ្ដាស់ប៉ុន្តែគេមិនស្ដាប់ខ្ញុំសោះគេនិយាយថាគេឆ្អែតចិត្តនឹងអ្នកហើយគេចង់ទៅរកអ្នកថ្មីដែលស្អាតជាងនិងមិនសូវរញ៉េរញ៉ៃដូចជាអ្នកនារីងើបមុខសម្លឹងសុខាទាំងភាពស្រឡាំងកាំងគេនិយាយបែបហ្នឹងមែនទេគេនិយាយថាខ្ញុំរញ៉េរញ៉ៃបាទគេថែមទាំងប្រាប់ខ្ញុំថាសន្យាទាំងអស់កាលពីមុនគេគ្រាន់តែនិយាយលេងដើម្បីឲ្យអ្នកសប្បាយចិត្តប៉ុណ្ណោះគេមិនដែលគិតថាវាខ្លាចទៅជាការពិតឡើយសុខាបន្ថែមពាក្យកុហកយ៉ាងរលូននារីខ្ទប់មុខយំខ្សឹបខ្សួលនាងមិនដឹងទេថាមនុស្សដែលកំពុងអង្គុយលួងលោមនាងនៅចំពោះមុខគឺជាអ្នកដែលកាត់ផ្ដាច់ខ្សែចំណងស្នេហារបស់នាងដោយផ្ទាល់ដៃការសន្យាដ៏ផ្អែមល្ហែមដែលធ្លាប់ជាក្តីសង្ឃឹមតែមួយគត់របស់នាងពេលនេះបានคล้ายទៅជាដាវមុខពីរដែលចាក់ដោតបេះដូងនាងឲ្យខ្ទេចខ្ទីគ្មានសល់ពេលវេលាកន្លងផុតទៅ2ខែភាពស្និទ្ធស្នាលរវាងភក្តីនិងនារីបានរលាយសាបសូន្យបន្សល់ទុកត្រឹមតែភាពជូរចត់ចំណែកឯសុខាគេចាប់ផ្ដើមបង្ហាញខ្លួនក្នុងជីវិតរបស់នារីកាន់តែញឹកញាប់ឡើងក្នុងនាមជាអ្នកស្អំបេះដូងគេតែងតែទិញផ្កាជួយការងារនិងជូននាងទៅញ៉ាំបាយដោយប្រើពាក្យសម្ដីផ្អែមល្ហែមលួងលោមឲ្យនាងបំភ្លេចរឿងចាស់នារីកុំខូចចិត្តនឹងមនុស្សដែលមិនស្គាល់តម្លៃអូនអីសុខានិយាយទាំងសម្លឹងភ្នែកនារីដោយភាពកក់ក្ដៅคล้ายៗខណៈពួកគេកំពុងអង្គុយនៅក្នុងហាងអាហារដ៏ប្រណិតមួយភក្តីគេមានអ្នកថ្មីបាត់ទៅហើយគេមិនដែលនឹកឃើញដល់ការសន្យាឥតន័យទាំងនោះទេមានតែបងទេដែលនៅទីនេះចាំមើលថែរក្សាអូននារីអង្គុយអោនមុខចុះនាងមានអារម្មណ៍ច្របូកច្របល់ទោះបីជានាងនៅតែស្រឡាញ់ភក្តីប៉ុន្តែទង្វើពង្ងើយកន្តើយនិងពាក្យសម្ដីអាក្រក់ៗដែលនាងឮតាមរយៈសុខាបានធ្វើឲ្យនាងចាប់ផ្ដើមអស់សង្ឃឹមនាងសម្លឹងមើលសុខារួចគិតក្នុងចិត្តថាតើនេះមែនទេជាមិត្តល្អដែលភក្តីធ្លាប់សរសើរហេតុអ្វីបានជាគេល្អដាក់នាងម្លេះផ្ទុយទៅវិញនៅម្ខាងទៀតនៃទីក្រុងសុខាមិនបានបោះបង់ភក្តីឡើយគេបានផ្ញើរូបថតដែលគេថតលួចលាក់ពេលអង្គុយញ៉ាំបាយជាមួយនារីទៅឲ្យភក្តីមើលក្នុងរូបថតនោះគេរៀបចំមុំឲ្យមើលទៅឃើញដូចជានារីកំពុងតែសើចសប្បាយយ៉ាងខ្លាំងជាមួយគេភក្តីដែលកំពុងតែអង្គុយធ្វើការគ្រាន់តែឃើញរូបភាពក្នុងទូរស័ព្ទភ្លាមក៏ក្រវាត់ទូរស័ព្ទចោលទៅលើតុទាំងកំហឹងនារីអូនពិតជាអស្ចារ្យមែនបាយពីបងមិនទាន់បានប៉ុន្មានផងអូនបែរទៅជាស្និទ្ធស្នាលជាមួយមិត្តសម្លាញ់របស់បងទៅវិញភក្តីនិយាយទាំងខំថ្មិញគេមានអារម្មណ៍ថាត្រូវគេក្បត់ទ្វេដងទាំងសង្សារទាំងមិត្តភក្តីសម្រេចចិត្តទូរស័ព្ទទៅសុខាភ្លាមសុខាឯងធ្វើអីនឹងហេតុអីបានជាឯងទៅដើរលេងជាមួយនារីសុខាឆ្លើយតបវិញដោយសំឡេងញ័រញ័រធ្វើហាក់ដូចជាមានកំហុសភក្តីអញសំទោសអញគ្រាន់តែចង់ទៅសួរនាំនាងជំនួសឯងក្រែងលោនាងដឹងខុសប៉ុន្តែនាងបែរជាមកតោកអញទៅវិញនាងនិយាយថានាងធុញឯងខ្លាំងណាស់នាងចង់បានអ្នកថ្មីដែលយល់ចិត្តជាងឯងអញព្យាយាមដកខ្លួនហើយតែនាងមិនព្រមលែងសម្ដីដ៏ត្រជាក់ស្រិបរបស់សុខាបានធ្វើឲ្យខ្សែចំណងមិត្តភាពរវាងភក្តីនិងសុខាចាប់ផ្ដើមមានភាពរង្គោះរង្គើដែរប៉ុន្តែវាបែរជាធ្វើឲ្យភក្តីស្អប់នារីកាន់តែខ្លាំងភក្តីគិតថានារីគឺជាស្ត្រីមុនអាគមដែលចង់បំបែកបំបាក់មិត្តភាពរបស់គេទៀតការសន្យាដែលបងធ្លាប់ឲ្យអូនបងសូមដកវាចេញមកវិញទាំងអស់ភក្តីស្រែកឡើងម្នាក់ឯងក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំ
គេមិនដឹងទេថាគ្រប់យ៉ាងដែលគេកំពុងជួបប្រទះគឺជាសំណាញ់ដែលសុខាបានក្រងទុកយ៉ាងម៉ត់ចត់ដើម្បីរុញច្រានគេឲ្យធ្លាក់ចូលទៅក្នុងជ្រោះនៃភាពឯកោភាពហត់នឿយនៃបេះដូងបានឈានដល់ចំណុចកំពូលនារីអង្គុយសម្លឹងមើលវ៉ាលីសម្លៀកបំពាក់ដែលរៀបចំរួចរាល់នៅកណ្ដាលបន្ទប់រយៈពេលប៉ុន្មានខែមកនេះនាងរស់នៅក្នុងភាពតក់ស្លុតនឹងការដេញដោលពីមនសិការទោះបីជាសុខាតែងតែបង្ហាញខ្លួនផ្ដល់កម្លាំងចិត្តប៉ុន្តែនាងមានអារម្មណ៍ថាពិភពលោកនៅទីនេះកាន់តែចង្អៀតទៅសម្រាប់នាងមិនអាចទ្រាំឃើញភក្តីដើរជិះមុខនាងក្នុងកម្មវិធីជួបជុំមិត្តឬឃើញខ្សែភ្នែកមើងងាយដែលគេជះមកលើរូបនាងទៀតឡើយបងភក្តីប្រហែលជាវាដល់ពេលដែលអូនត្រូវដោះលែងបងនិងដោះលែងខ្លួនឯងហើយនារីបន្លឺឡើងសឹកទឹកភ្នែកស្រក់មកលើសម្បត្តិយន្តហោះទៅកាន់ប្រទេសបារាំងដែលនាងសម្រេចចិត្តទៅរស់នៅជាមួយបងជីដូនមួយនិងបន្តការសិក្សានៅទីនោះមុននឹងចាកចេញនារីបានសម្រេចចិត្តផ្ញើសារចុងក្រោយទៅកាន់ភក្តីទោះដឹងថាគេប្រហែលជាមិនអានក៏ដោយបងភក្តីទោះបីជាថ្ងៃនេះយើងមិនអាចនៅក្បែរគ្នាដោយការសន្យាប៉ុន្តែអូនចង់ឲ្យបងដឹងថាអូនមិនដែលក្បត់បងឡើយអូននឹងចាកចេញទៅកន្លែងដែលឆ្ងាយដើម្បីកុំឲ្យបងមានអារម្មណ៍ទាស់ភ្នែកទៀតសូមថែរក្សាសុខភាពផងមនុស្សដែលអូនធ្លាប់ស្រឡាញ់បំផុតប៉ុន្តែជាអកុសលសារនោះមិនបានទៅដល់ដៃភក្តីឡើយសុខាដែលនៅក្បែរភក្តីជានិច្ចបានលួចទាញទូរស័ព្ទភក្តីមកលុបសារនោះចោលក្នុងពេលដែលភក្តីទៅបន្ទប់ទឹកមិនត្រឹមតែប៉ុណ្ណោះសុខាក៏បានផ្ញើសារតបទៅនារីវិញក្នុងនាមជាភក្តីថាទៅឲ្យឆ្ងាយទៅហើយកុំត្រឡប់មកវិញអីស្ត្រីម្នាក់ដូចជានាងគ្មានតម្លៃសូម្បីតែឲ្យខ្ញុំនឹកឃើញឈ្មោះនាងឡើយនៅប្រលេងយន្តហោះនារីកាន់ទូរស័ព្ទទាំងដៃញាប់ញ័រសារតបដែលពោពេញទៅដោយភាពអកតេបានធ្វើឲ្យបេះដូងនាងខ្ទេចខ្ទីជាចំណែកនាងបិទទូរស័ព្ទរួចបោះស៊ីមកាតចោលក្នុងធុងសម្រាមនាងដើរចូលទៅក្នុងច្រកចេញចូលដំណើរទាំងទឹកភ្នែកជោកថ្ពាល់ដោយលែងសង្ឃឹមនឹងការបកស្រាយអ្វីទៀតហើយចំណែកភក្តីគេមានអារម្មណ៍ថាបេះដូងគេស្រាប់តែហាក់ដូចជាបាត់បង់អ្វីម្យ៉ាងដែលធំធេងនៅល្ងាចនោះគេបើកឡានសម្ដៅទៅផ្ទះនារីដោយមិនដឹងខ្លួនប៉ុន្តែអ្វីដែលគេមើលឃើញគឺមានតែផ្ទះដែលចាក់សោស្ងាត់ជ្រងំនិងស្លាកលេខទូរស័ព្ទសម្រាប់ជួលផ្ទះដែលទើបនឹងបិទថ្មីនារីអូនទៅណាភក្តីរអ៊ូម្នាក់ឯងគេព្យាយាមទូរស័ព្ទទៅនាងប៉ុន្តែមានតែសំឡេងស្វ័យប្រវត្តិប្រាប់ថាលេខនេះមិនអាចតាក់ទងបានឡើយខណៈពេលនោះភ្លៀងចាប់ផ្ដើមធ្លាក់មកទៀតហើយដូចជាថ្ងៃដែលពួកគេត្រូវបែកគ្នាភក្តីឈរនៅមុខផ្ទះដែលគ្មានមនុស្សរស់នៅហាក់ដូចជាមនុស្សវង្វេងផ្លូវក្នុងវាលរហោឋានសុខាសម្លឹងមើលមិត្តភក្តិពីក្នុងឡានមិនឆ្ងាយប៉ុន្មានគេញញឹមដោយក្តីសុខបំផុតទីបំផុតឯងក៏ត្រូវនៅម្នាក់ឯងដូចអញដែរភក្តី3ឆ្នាំកន្លងផុតទៅទីក្រុងភ្នំពេញបានប្រែប្រួលមុខមាត់យ៉ាងលឿនអគារខ្ពស់ដុះឡើងត្រដែតត្រដឹមប៉ុន្តែសម្រាប់ភក្តីពេលវេលាហាក់ដូចជាឈប់ដកដង្ហើមនៅយប់ដែលនារីចាក់ចេញទៅនោះអញ្ចឹងគេបានក្លាយជាអ្នកជំនួយម្នាក់ដ៏ជោគជ័យប៉ុន្តែភាពជោគជ័យនោះមិនអាចទិញមកវិញនៅស្នាមញញឹមដ៏ស្មោះត្រង់របស់គេបានឡើយភក្តីប្រែជាមនុស្សស្ងប់ស្ងាត់មិនសូវនិយាយស្ដីនិងលែងជឿជាក់លើរឿងស្នេហាចំណែកសុខានៅតែដើរតួនាទីជាមិត្តជិតស្និទ្ធរបស់ភក្តីជានិច្ចគេទទួលបានតំណែងខ្ពស់ក្នុងក្រុមហ៊ុនរបស់ភក្តីហើយក៏នៅតែព្យាយាមណែនាំស្រីជាច្រើនឲ្យភក្តីប៉ុន្តែភក្តីតែងតែបដិសេធភក្តីឯងគួរតែបើកចិត្តខ្លះទៅមនុស្សម្នាក់នោះគេទៅចោលឯងបាត់ទៅហើយសូម្បីតែដំណឹងក៏គ្មានដែរសុខានិយាយក្នុងបន្ទប់ធ្វើការរបស់ភក្តីខណៈកំពុងពិនិត្យឯកសារមើលចុះរយៈពេល3ឆ្នាំហើយ
គេប្រហែលជាមានកូនចៅនៅឯបរទេសបាត់ទៅហើយកុំនៅចាំពាក្យសន្យាខ្យល់ទៀតអីភក្តីសម្លឹងមើលទៅក្រៅបង្អួចរួចឆ្លើយទាំងសំឡេងស្អកស្អកថាអញមិនបានចាំនាងទេអញគ្រាន់តែមិនទាន់ចង់មានអ្នកថ្មីប៉ុន្តែក្នុងចិត្តភក្តីដឹងច្បាស់ថាគេនៅតែមានចម្ងល់មួយដែលដោះស្រាយមិនចេញហេតុអ្វីបានជានាងទៅដោយគ្មានពាក្យលាសំបីមួយម៉ាត់នៅថ្ងៃដដែលនោះនៅឯប្រលានយន្តហោះអន្តរជាតិភ្នំពេញនារីបានឈានជើងជន់ទឹកដីកំណើតជាថ្មីនាងត្រឡប់មកវិញក្នុងនាមជាអ្នកតំណាងគម្រោងសប្បុរសធម៌អន្តរជាតិមួយនារីក្នុងពេលនេះមើលទៅរឹងមាំនិងមានទំនុកចិត្តជាងមុនប៉ុន្តែក្នុងកែវភ្នែករបស់នាងនៅតែមានស្រមោលនៃភាពស្រងត់ស្រងាត់នាងមិនដែលរៀបការនិងមិនដែលបើកចិត្តឲ្យនរណាម្នាក់ឡើយព្រោះរបួសដែលភក្តីតាមរយៈសារកុហករបស់សុខាបានចាក់ដោតនាងកាលពី3ឆ្នាំមុនវានៅតែមានស្លាកស្នាមជានិច្ចត្រឡប់មកវិញលើកនេះគឺដើម្បីតែការងារប៉ុណ្ណោះនាងខ្សឹបប្រាប់ខ្លួនឯងខណៈកំពុងជិះឡានកាត់ដងផ្លូវដែលនាងនិងភក្តីធ្លាប់ដើរកាត់ជាមួយគ្នាដោយចៃដន្យសន្តាគារដែលនារីត្រូវស្នាក់នៅនិងប្រារព្ធពិធីជប់លៀងសម្ពោធគម្រោងគឺជាសន្តាគារដែលក្រុមហ៊ុនរបស់ភក្តីជាដៃគូសហការធំសុខាគឺជាអ្នកចាត់ចែងរៀបចំកម្មវិធីនេះហើយគេក៏មិនបានដឹងដែរថាតំណាងដែលមកពីបារាំងនោះគឺជាអ្នកណាល្ងាចនោះក្នុងកម្មវិធីជប់លៀងដល់អធិកធមភក្តីដើរចូលទៅក្នុងសាលប្រជុំក្នុងឈុតអាវធំពណ៌ខ្មៅយ៉ាងសង្ហាគេកាន់កែវស្រាដើរសន្ទនាជាមួយភ្ញៀវកិត្តិយសស្រាប់តែភ្នែករបស់គេងាកទៅប្រសពនឹងនារីម្នាក់ដែលកំពុងឈរនៅកណ្ដាលចំណោមមនុស្សជាច្រើនបេះដូងភក្តីស្រាប់តែលូតញាប់ខុសចង្វាក់សម្លៀកបំពាក់រ៉ូបពណ៌សសក់ដែលវែងអន្លាយនិងកែវភ្នែកដែលមិនដែលភ្លេចនារីភក្តីភ្លាត់មាត់ហៅឈ្មោះនាងតិចៗនៅពេលនារីងាកមកឃើញភក្តីនាងមានអារម្មណ៍ដូចជាពិភពលោកទាំងមូលឈប់វិលការឈឺចាប់ដែលនាងខំលាក់ទុក3ឆ្នាំក៏ផ្ទុះឡើងក្នុងទ្រូងប៉ុន្តែក្នុងពេលជាមួយគ្នានោះសុខាក៏ដើរចូលមកក្បែរភក្តីគ្រាន់តែឃើញនារីភ្លាមទឹកមុខរបស់សុខាប្រែកជាសេកស្លាំងជាទីបំផុតគេមិននឹកស្មានថានារីនឹងត្រឡប់មកវិញហើយមកជួបភក្តីចំពេលដែលគេកំពុងតែសោយសុខនឹងលទ្ធផលនៃពាក្យកុហករបស់គេបែបនេះឡើយពន្លឺចង្គៀងដ៏ប្រណិតក្នុងសាលជប់លៀងបានចាំងផ្លាតមកលើកែវភ្នែកទាំងពីរគូដែលកំពុងសម្លឹងគ្នាយ៉ាងមិនដាក់ភ្នែកភក្តីមានអារម្មណ៍ថាឈាមក្នុងខ្លួនគេហាក់ដូចជាកក់ឈាមភ្លាមរូបភាពនារីនៅចំពោះមុខគឺជារូបភាពដែលគេធ្លាប់យល់សប្តិឃើញជារៀងរាល់យប់ប៉ុន្តែជារូបភាពដែលធ្លាប់ប្រាប់ខ្លួនឯងថាត្រូវតែស្អប់ឲ្យខ្លាំងបំផុតភក្តីដើរចូលទៅជិតនារីយឺតខណៈដែលសុខាឈរក្បែរនោះទាំងបែកញើសជួខ្នងសុខាព្យាយាមទាញដៃភក្តីដើរទៅខាងនោះវិញភ្ញៀវកិត្តិយសកំពុងចាំឯណាភក្តីមិនខ្វល់គេឈប់នៅពីមុខនារីរួចញញឹមយ៉ាងត្រជាក់ចិត្តមិននឹកស្មានថាអ្នកតំណាងគម្រោងសប្បុរសធម៌ដ៏ល្បីឈ្មោះម្នាក់នេះគឺជាមនុស្សដែលធ្លាប់បោះបង់ពាក្យសន្យាហើយរត់ចោលស្រុកទៅដោយគ្មានពាក្យលាសំបីមួយម៉ាត់នេះសោះនារីក្តាប់កាបូបដៃរបស់នាងយ៉ាងណែននាងព្យាយាមទប់ទឹកភ្នែកមិនឲ្យស្រក់មកនៅចំពោះមុខមនុស្សដែលធ្លាប់មើលងាយនាងសម្លឹងមើលភក្តីរួចក្រឡេកមើលសុខាដែលកំពុងមានទឹកមុខភ័យស្លន់ស្លោបងចង់បានពាក្យលាបែបណាទៀតភក្តីនារីតបវិញដោយសម្លេងរឹងមាំប៉ុន្តែញ័រតិចក្នុងពេលដែលបងបានផ្ញើសារដេញដោលអូនដូចជាសត្វធាតុបែបនេះបងនិយាយថាអូនគ្មានតម្លៃសូម្បីឲ្យបងនឹកឈ្មោះចុះថ្ងៃនេះហេតុអីបងឈរហៅឈ្មោះអូនធ្វើអីភក្តីជួនចិញ្ចើមតែងឿងឆ្ងល់សារដេញដោលបងមិនដែលផ្ញើសារបែបនេះទៅអូនទេមានតែអូនទេដែលបាត់ដំណឹងសូនឈឹងសូម្បីតែទូរស័ព្ទក៏ខលមិនចូលដែរ
ល្មមឈប់សម្ដែងទៅភក្តីនារីកាត់សម្ដីគេទាំងឈឺចាប់បងនិងមិត្តល្អរបស់បងប្រហែលជាសើចសប្បាយណាស់មែនទេដែលធ្វើឲ្យអូនខ្លាចទៅជាមនុស្សល្ងងអស់រយៈពេល3ឆ្នាំនេះសុខាឃើញស្ថានភាពមិនស្រួលក៏ប្រញាប់ចូលមកបង្អាក់នារីអ្នកនាងប្រហែលជាហត់ហើយបានជាសម្ដីរវើរវាយបែបនេះភក្តីតោះយើងទៅវិញទុកឲ្យគាត់សម្រាកចោះប៉ុន្តែភក្តីចាប់ផ្ដើមចាប់អារម្មណ៍ទឹកមុខរបស់សុខាគេឃើញសុខាមិនហ៊ានសម្លឹងចំភ្នែកនារីឡើយភាពសង្ស័យដែលភក្តីធ្លាប់មានចំពោះនារីកាលពី3ឆ្នាំមុននោះស្រាប់តែបដូរទិសដៅមករកមិត្តសម្លាញ់របស់ខ្លួនវិញសុខាឯងបារម្ភអីម្លេះភក្តីសួរដោយសំឡេងធ្ងន់ធ្ងរនារីនិយាយមិញនេះមានន័យថាម៉េចសារអ្វីហើយឯងដឹងរឿងនេះដែរឬទេអញដឹងអីភក្តីអញគ្រាន់តែមិនចង់ឲ្យឯងឆ្លោះគ្នាផ្អើលភ្ញៀវនឹងអីសុខាព្យាយាមដោះស្រាយប៉ុន្តែភ្នែករបស់គេរេរាចុះឡើងនារីសម្លឹងមើលអ្នកទាំងពីរទាំងហួសចិត្តនាងហាក់ដូចជាចាប់ផ្ដើមយល់នៅអ្វីមួយយ៉ាងនារីសើចតិចទាំងទឹកភ្នែកភក្តីបងដឹងទេថាអ្វីដែលធ្វើឲ្យអូនឈឺចាប់បំផុតមិនមែនជាការដែលបងអស់ស្រឡាញ់អូនទេប៉ុន្តែគឺជាការដែលបងមិនបានជឿជាក់លើរូបអូនសំបីតែបន្តិចបងជឿសម្ដីអ្នកដតីជាងជឿលើបេះដូងខ្លួនឯងហើយថ្ងៃនេះក៏មិនខុសពីកាល3ឆ្នាំមុនដែរនិយាយចប់នារីក៏ដើរចេញពីកម្មវិធីភ្លាមបន្សល់ទុកឲ្យភក្តីឈរស្ងៀមដូចរូបចម្លាក់ក្នុងចិត្តរបស់ភក្តីពេលនេះកំពុងតែមានព្យុះសង្គ្រាបក់បោកយ៉ាងខ្លាំងគេចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយយ៉ាងដែលគេមើលរំលងអស់រយៈពេល3ឆ្នាំកន្លងមកនេះហើយអាចកំបាំងនោះប្រហែលជាស្ថិតនៅក្នុងដៃមិត្តសម្លាញ់ដែលគេទុកចិត្តបំផុតម្នាក់នេះឯងបរិយាកាសក្នុងឡានរបស់ភក្តីត្រជាក់ស្រាប់ប៉ុន្តែវាមិនត្រជាក់ស្មើនឹងបេះដូងរបស់គេឡើយភក្តីបើកឡានយ៉ាងលឿនសម្ដៅទៅផ្ទះរបស់សុខាដោយមិនខ្វល់ពីការហៅទូរស័ព្ទរាប់រយដងពីមិត្តម្នាក់នេះក្នុងខួរក្បាលភក្តីវិលសម្ដីរបស់នារីសាដេញដោលអូនគ្មានតម្លៃសូម្បីតែឲ្យបងនឹកឈ្មោះគេមិនដែលផ្ញើសារបែបនោះទេតើអ្នកណាជាអ្នកធ្វើមានតែមនុស្សម្នាក់គត់ដែលតែងតែនៅជិតទូរស័ព្ទគេហើយដឹងលេខកូដសម្ងាត់គ្រប់យ៉ាងនៅពេលភក្តីធាក់ទ្វារផ្ទះសុខាចូលទាំងកំហឹងសុខាកំពុងតែអង្គុយផឹកស្រាទាំងញាប់ញ័រសុខាឯងប្រាប់អញមក3ឆ្នាំមុនឯងបានធ្វើអីខ្លះភក្តីស្រែកសួរទាំងកំហឹងបោះជំហានទៅជិតសុខារួចចាប់អាវគេជាប់សុខាញញឹមតិចភក្តីឯងកើតអីនឹងឯងជឿសម្ដីស្រីម្នាក់ដែលរត់ចោលឯងជាងជឿមិត្តភក្តិដែលនៅក្បែរឯង3ឆ្នាំនេះមែនទេកុំយកពាក្យសម្ដីមិត្តមកប្រើជាមួយអញភក្តីក្រវាសុខាទៅលើសាឡុងអញទើបតែដឹងថារាល់លើកដែលអញបាត់ទូរស័ព្ទរាល់លើកដែលអញស្រវឹងគឺឯងនៅក្បែរអញជានិច្ចប្រាប់អញមកសារដែលនារីនិយាយនោះគឺឯងជាអ្នកផ្ញើមែនទេសុខាឃើញថាមិនអាចលាក់បាំងបានទៀតក៏ស្រាប់តែផ្ទុះសំណើចយ៉ាងក្រលួតដែលជាសំណើចពោពេញទៅដោយភាពច្រណែនគេក្រោកឈរឡើងសម្លឹងមុខភក្តីដោយក្រសែភ្នែកស្អប់ខ្ពើមត្រូវហើយអញជាអ្នកធ្វើគ្រប់យ៉ាងអញជាអ្នកថតរូបបញ្ឆោតឯងហើយអញក៏ជាអ្នកផ្ញើសារដេញនាងចេញពីជីវិតឯងដែរសុខាស្រែកតបវិញឯងដឹងទេភក្តីអញស្អប់ឯងណាស់ឯងមានគ្រប់យ៉ាងឯងមានលុយឯងមានអនាគតហើយមានសេចក្តីសុខជាមួយស្រីដែលឯងស្រឡាញ់ចុះអញគ្រាន់តែជាស្រមោលរបស់ឯងមែនទេអញចង់ឃើញឯងឈឺចាប់ដោយដែលអញធ្លាប់មានអារម្មណ៍ថាខ្លួនឯងអន់ទាបជាងឯងអញ្ចឹងភក្តីស្រឡាញ់កាំងគេមិននឹកស្មានថាមិត្តភក្តិដែលគេធ្លាប់ទុកចិត្តបំផុតមិត្តភក្តិដែលគេធ្លាប់ចែកសេចក្តីសុខទុក្ខជាមួយបែរជាមនុស្សដែលមានចិត្តខ្មៅងងឹតបែបនេះឡើយឯងបំផ្លាញជីវិតអញឯងបំផ្លាញពាក្យសន្យារបស់អញជាមួយនារីគ្រាន់តែដោយសារការច្រណែននេះមែនទេ
ភក្តីសួរទាំងទឹកភ្នែករលីងរលោងពាក្យសន្យាអីសន្យាខ្យល់បើឯងជឿនាងឯងក៏មិនចាញ់បោកអញដែរសុខាសើចឌឺដងជាលើកចុងក្រោយមុននឹងភក្តីដាច់ចិត្តដាក់ចំកណ្ដាលមុខមួយដៃយ៉ាងធ្ងន់ធ្ងរភក្តីដើរចេញពីផ្ទះសុខាទាំងអារម្មណ៍វល់វល់គេមានអារម្មណ៍ថាខ្លួនឯងដូចជាមនុស្សល្ងងដែលដើរតាមការបញ្ជារបស់អ្នកដទៃគេបានបាត់បង់ពេលវេលា3ឆ្នាំហើយអ្វីដែលសំខាន់បំផុតនោះគឺបានធ្វើឲ្យមនុស្សស្រីដែលគេស្រឡាញ់បំផុតត្រូវរស់នៅក្នុងភាពអាម៉ាស់និងឈឺចាប់ដោយសារតែភាពឆោតល្ងង់របស់គេនារីបងសំទោសភក្តីរអ៊ូទាំងខ្សឹបខ្សួលក្នុងឡានដែលកំពុងតែបើកសម្ដៅទៅរកកន្លែងស្នាក់នៅរបស់នារីទាំងមិនដឹងថានាងព្រមអត់ឱនឲ្យគេឬក៏យ៉ាងណានោះទេពន្លឺភ្លើងតាមផ្លូវហាក់ដូចជារញ៉េរញ៉ៃក្នុងកែវភ្នែករបស់ភក្តីគេបើកឡានសម្ដៅទៅសន្តាគារដែលនារីស្នាក់នៅទាំងជិតអន្ទះសាក្នុងខួរក្បាលរបស់គេគឺមានតែរូបភាពនៃការយំសោករបស់នារីកាលពី3ឆ្នាំមុននិងទឹកមុខស្រងោតស្រងាត់របស់នាងកាលពីម្សិលមិញគេមានអារម្មណ៍ថាខ្លួនឯងគឺជាមនុស្សដែលអន់បំផុតដែលបណ្ដោយឲ្យមិត្តភក្តិចាក់រោគម្នាក់បំផ្លាញសេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ខ្លួនបាននៅមុខបន្ទប់សន្តាគារភក្តីលើកដៃគូទ្វារទាំងញ័រដៃនៅពេលទ្វារបើកចំហនារីឈរសម្លឹងមើលគេទាំងទឹកមុខស្ងប់ស្ងាត់ប៉ុន្តែវាជាភាពស្ងប់ស្ងាត់ដែលគួរឲ្យខ្លាចជាងការស្រែកជេរទៅទៀតបងមកទីនេះធ្វើអីទៀតភក្តីកម្មវិធីជប់លៀងចប់ហើយរឿងយើងក៏ចប់យូរដែរហើយនារីនិយាយទាំងសំឡេងត្រជាក់ស្រាប់ភក្តីស្ទុះទៅចាប់ដៃនារីប៉ុន្តែនាងក្រវីចេញភ្លាមនារីបងដឹងគ្រប់យ៉ាងហើយបងដឹងថាអ្វីទាំងអស់គឺជាល្បិចរបស់សុខាគេជាអ្នកផ្ញើសារនោះគេជាអ្នករៀបចំថតរូបបងសំទោសនារីបងពិតជាល្ងងខ្លាំងណាស់ដែលជឿគេជាងជឿអូននារីសើចតិចទាំងទឹកភ្នែករលីងរលោងនាងផ្អែកខ្នងទៅនឹងមាត់ទ្វាររួចសម្លឹងមុខភក្តីចំបងទើបតែដឹងថាខ្លួនឯងល្ងងមែនទេចុះ3ឆ្នាំដែលអូនត្រូវរស់នៅក្នុងភាពអាម៉ាស់3ឆ្នាំដែលអូនត្រូវកិច្ចខ្លួនទៅស្រុកគេទាំងបេះដូងខ្ទេចខ្ទីតើបងនៅឯណាបងនៅផាក់ស៊ីសប្បាយជាមួយមិត្តល្អដែលចាក់រុកនេះមែនទេបងខុសបងដឹងថាបងខុសអូនដាក់ទោសបងបែបណាក៏បានដែរតែសូមអង្វរឲ្យបងបានកែខ្លួនឡើងវិញបានទេភក្តីលូតជង្គង់ចុះនៅចំពោះមុខនាងធ្វើឲ្យបុគ្គលិកសន្តាគារដែលដើរកាត់ទីនោះនាំគ្នាឈរសម្លឹងមើលនារីអោនចុះទៅជិតភក្តីរួចនិយាយខ្សឹបភក្តីការសន្យារបស់បងវាបានរលាយបាត់តាំងពីយប់ដែលបងដេញអូនចេញពីផ្ទះទាំងភ្លៀងធ្លាក់នោះមកម្លេះកាលនោះអូនអង្វរឲ្យបងជឿអូនតែបងមិនស្ដាប់ពេលនេះបងដឹងការពិតបងក៏មកសុំទោសតើបងគិតថាបេះដូងមនុស្សជាល្បែងក្មេងលេងមែនទេបើកាលនោះបងជឿជាក់លើរូបអូនតែបន្តិចរឿងវាមិនខ្លាចទៅជាបែបនេះទេនារីបងនៅតែស្រឡាញ់អូនភក្តីនិយាយទាំងខ្សឹបខ្សួលស្រឡាញ់សេចក្តីស្រឡាញ់ដែលគ្មានទំនុកចិត្តវាមិនមែនជាសេចក្តីស្រឡាញ់ពិតប្រាកដទេភក្តីវាគ្រាន់តែជាភាពអាត្មានិយមដែលចង់យកឈ្នះចាញ់ប៉ុណ្ណោះនារីក្រោកឈរត្រង់ខ្លួនវិញរួចរុញភក្តីចេញពីមាត់ទ្វារយឺតត្រឡប់ទៅវិញចុះអូនអត់ឱនឲ្យបងបានតែអូនមិនអាចត្រឡប់ទៅរកបងវិញបានទេការសន្យារបស់យើងទុកឲ្យវាស្លាប់ទៅតាមពេលវេលាវាចោះទ្វារបន្ទប់ត្រូវបានបិទក្រឹបនៅចំពោះមុខភក្តីគេអង្គុយផ្ទាល់ដីនៅមុខបន្ទប់នោះទាំងអារម្មណ៍សូន្យឈឹងគេទើបតែយល់ច្បាស់ថាការសន្យាដែលគ្មានថ្ងៃខ្លាយទៅជាការពិតមិនមែនមកពីមិត្តភក្តិចាក់រុកម្នាក់ឯងនោះទេប៉ុន្តែវាមកពីភាពទន់ជ្រាយនៃទំនុកចិត្តរបស់គេផ្ទាល់ដែលបណ្ដាលឲ្យខ្យល់ព្យុះបក់បោកតាមចិត្តចង់ពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមមិនបាននាំមកនៅភាពស្រស់ស្រាយសម្រាប់ភក្តីឡើយគេអង្គុយក្នុងឡាននៅមុខសន្តាគារពេញមួយយប់សម្លឹងមើលច្រកចេញចូលដោយមិនដាក់ភ្នែករបស់គេក្រហមងាងព្រោះអត់ងងុយនឹងការយំសោក
ភក្តីដឹងថាការសុំទោសត្រឹមសម្ដីគឺវាមិនគ្រប់គ្រាន់ឡើយដើម្បីលាងជម្រះនូវភាពជឿចាប់អស់រយៈពេល3ឆ្នាំដែលនារីបានឆ្លងកាត់នៅពេលនារីដើរចេញមកក្រៅដើម្បីបំពេញការងារភក្តីប្រញាប់ចុះពីលើឡានទៅស្ទាក់នាងភ្លាមលើកនេះគេមិនបានអង្វរដូចយប់មិញទេប៉ុន្តែគេហុចប្រអប់តូចមួយដែលចាស់បន្តិចទៅឲ្យនាងនារីបងដឹងថាអូនមិនចង់ឃើញមុខបងទេប៉ុន្តែសូមឲ្យបងបានធ្វើអ្វីមួយយ៉ាងដើម្បីបញ្ជាក់ពីចិត្តស្មោះរបស់បងជាលើកចុងក្រោយផងភក្តីនិយាយដោយសំឡេងស្អកស្អកនារីងាកមកសម្លឹងប្រអប់នោះទាំងងឿងឆ្ងល់នៅពេលនាងបើកវាមើលនាងស្រឡាំងកាំងភ្លាមវាគឺជាសម្បត្តិសន្យាដែលពួកគេទាំងពីរធ្លាប់សរសេរលេងជាមួយគ្នាកាលពី4ឆ្នាំមុនពេលរឿងរ៉ាវគ្រប់យ៉ាងកើតឡើងក្នុងសម្បត្តិនោះភក្តីបានសរសេរថាប្រសិនបើថ្ងៃណាមួយបងធ្វើឲ្យអូនយំឬយល់ច្រឡំរឿងអូនសូមអូនកុំទាន់ដើរចេញអីសូមឲ្យអូនមើលមកចិញ្ចៀនប្រាក់តូចមួយនេះព្រោះវាជាតំណាងនៃភាពស្មោះត្រង់ដែលបងមានចំពោះអូនទឹកភ្នែកនារីស្រក់ចុះមកលើក្រដាសសម្បត្តិដែលចាប់ផ្ដើមពណ៌លឿងនាងនឹកឃើញគ្រានោះគ្រាដែលពួកគេសើចសប្បាយនិងជឿជាក់លើគ្នាឥតមន្ទិលចិញ្ចៀននេះបងរក្សាទុកក្បែរខ្លួនជានិច្ចទោះបីជាពេលដែលបងស្អប់អូនបំផុតក៏ដោយភក្តីបន្តទាំងអួរដើមកបងដឹងថាបងខុសដែលមិនជឿជាក់លើអូនប៉ុន្តែបងចង់ឲ្យអូនដឹងថាក្នុងបេះដូងបងមិនដែលឈប់ស្រឡាញ់អូនឡើយបងនឹងធ្វើគ្រប់យ៉ាងដើម្បីតាមរកទំនុកចិត្តនោះមកវិញទោះបីជាត្រូវចំណាយពេលក្នុងមួយជីវិតក៏ដោយនារីបិទប្រអប់នោះវិញយឺតរួចហុចទៅឲ្យភក្តីវិញភក្តីរបស់ខ្លះពេលដែលវាបែកទៅហើយទោះបីជាយើងបិទកាវយ៉ាងណាក៏ដោយក៏វានៅតែមានស្នាមប្រេះដែរអូនមិនអាចត្រឡប់ទៅរកអតីតកាលបានទេព្រោះអូនក្នុងពេលនេះមិនមែនជានារីដែលឆក់ល្ងង់ដូចមុនទៀតឡើយនាងដើរចេញទៅឡើងលើឡានដែលមកទទួលនាងបន្សល់ទុកឲ្យភក្តីឈរម្នាក់ឯងកណ្ដាលវងមនុស្សប៉ុន្តែលើកនេះភក្តីមិនបោះបង់ឡើយគេដើរទៅឡានខ្លួនឯងរួចបើកតាមនាងពីចម្ងាយគេបានសម្រេចចិត្តថាបើកាលពីមុនគេជាអ្នករុញនាងឲ្យចេញពីជីវិតពេលនេះគេនឹងក្លាយជាអ្នកដែលតាមការពារនាងវិញទោះបីជានាងមិនត្រូវការក៏ដោយខណៈនោះដែរសុខាដែលកំពុងស្ថិតនៅក្នុងសភាពវឹកវរព្រោះត្រូវភក្តីដេញចេញពីការងារនិងត្រូវប្តឹងរឿងកាប់កេងប្រាក់ក្រុមហ៊ុនផងនោះក៏កំពុងតាមដានសកម្មភាពរបស់អ្នកទាំងពីរពីចម្ងាយភ្នែករបស់គេពោពេញទៅដោយភាពគុំគួនបើអញមិនបានសុខអ្នកឯងក៏កុំសង្ឃឹមថានឹងជួបជុំគ្នាវិញឲ្យសោះសុខាជន់ហ្គាឡានសម្ដៅទៅរកឡានរបស់នារីនិងភក្តីទាំងអារម្មណ៍ឈួតវង្វេងមេឃរសៀលចាប់ផ្ដើមប្រែពណ៌ក្រហមច្រាលហាក់ដូចជាប្រផ្នូលអាក្រក់អ្វីមួយយ៉ាងដែលជិតមកដល់ឡានរបស់នារីកំពុងបើកបរយ៉ាងរលូនតាមបណ្ដោយផ្លូវជាតិឆ្ពោះទៅកាន់មណ្ឌលកុមារកំព្រាមួយកន្លែងដើម្បីបំពេញការងារមនុស្សធម៌ភក្តីបើកឡានតាមពីក្រោយក្នុងចម្ងាយសមរម្យគេគ្រាន់តែចង់ដឹងថាស្រីមិនដូរចិត្តទៅដល់គោលដៅដោយសុវត្ថិភាពប៉ុណ្ណោះប៉ុន្តែអ្វីមិនបានរលូនដូចបំណងឡើយស្រាប់តែមានឡានមួយគ្រឿងទៀតបើកបរយ៉ាងលឿនស្លេវចែងឡានរបស់ភក្តីរួចសម្ដៅទៅរកឡានរបស់នារីក្នុងបំណងបំបុកពីក្រោយភក្តីបើកភ្នែកធំទាំងភាពតក់ស្លុតនៅពេលគេសម្គាល់ឃើញថាអ្នកបើកបរឡាននោះគឺជាសុខាដែលមានទឹកមុខឆ្កួតវង្វេងនិងភ្នែកក្រហមងាំងព្រោះតែកំហឹងសុខាឈប់ភ្លាមភក្តីស្រែកខ្លាំងក្នុងឡានទាំងមិនដឹងថាគេបានឮឬក៏អត់សុខាមិនបានឈប់ឡើយគេជន់ហ្គាបន្ថែមល្បឿនបំរុងនឹងបុកឡាននារីឲ្យធ្លាក់ពីលើផ្លូវក្នុងវិនាទីដ៏គ្រោះថ្នាក់នោះភក្តីមិនបានគិតពីជីវិតខ្លួនឯងឡើយគេដឹងថាបើគេមិនធ្វើអ្វីមួយយ៉ាងទេនារីនឹងត្រូវជួបគ្រោះថ្នាក់ដល់អាយុជីវិតមិនខានភក្តីសម្រេចចិត្តថាជន់ហ្គាខ្លួនឯងឲ្យលឿនបំផុតរួចបើកកាត់ទៅទាំងផ្លូវដើម្បីរាំងឡានរបស់សុខាកុំឲ្យទៅបុកឡានរបស់នារីបានសំឡេងលាន់ឮប្រាវ
សំឡេងដែកបុកទង្គិចគ្នាឮសូរយ៉ាងខ្លាំងរំពងពេញដងផ្លូវឡានរបស់ភក្តីត្រូវរងការបុកទង្គិចយ៉ាងធ្ងន់ធ្ងរពីសំណាក់ឡានរបស់សុខារហូតដល់ក្រឡាប់ជាច្រើនត្រឡប់រួចធ្លាក់ចូលទៅក្នុងចិញ្ចើមថ្នល់ចំណែកឡានរបស់សុខាក៏ខ្ទេចខាងមុខទាំងស្រុងធ្វើឲ្យគេសន្លប់បាត់ស្មារតីជាប់ក្នុងឡាននារីប្រញាប់ជន់ហ្វ្រាំងឡានរួចចុះមកទាំងភាពស្លាន់ស្លោនៅពេលនាងឃើញឡានដែលក្រឡាប់នោះគឺជាឡានរបស់ភក្តីបេះដូងរបស់នាងស្ទើរតែលោតចេញមកក្រៅនាងរត់ទៅរកឡាននោះទាំងជើងញ័រតត្រាក់តត្រើមបងភក្តីបងឮអូនហៅទេនារីស្រែកហៅទាំងទឹកភ្នែកហូរជោគថ្ពាល់ភក្តីជាប់ក្នុងកាប៊ីនឡានដែលខ្ទេចខ្ទីឈាមហូរស្រោចពេញផ្ទៃមុខប៉ុន្តែក្នុងដៃរបស់គេនៅតែក្តាប់ប្រអប់ចិញ្ចៀននិងសម្បត្តិសន្យានោះយ៉ាងណែនគេបើកភ្នែកតិចតិចសម្លឹងមើលនារីរួចញញឹមទាំងពិបាកនារីអូនមិនអីទេមែនទេអូនមិនអីទេហេតុអីបងធ្វើបែបនេះហេតុអីបងមកបដូរជីវិតការពារអូននារីយំខ្សឹបខ្សួលព្យាយាមទាញទ្វារឡានដែលជាប់សោចេញព្រោះបងចង់រក្សាពាក្យសន្យាទោះជាវាយឺតពេលក៏ដោយភក្តីនិយាយទាំងដង្ហើមញាប់រួចក៏បិទភ្នែកសន្លប់បាត់ស្មារតីទៅក្នុងខណៈដែលឡានសង្គ្រោះបន្ទាន់កំពុងតែមកដល់ទាំងសំឡេងស៊ីរ៉ែនត្រហឹងអើងកងនារីអបក្បាលភក្តីទាំងឈឺចាប់នាងទើបតែដឹងថាទោះបីជានាងខំប្រាប់ខ្លួនឯងថាស្អប់គេប៉ុណ្ណាក៏បេះដូងនាងមិនដែលដកចេញពីគេបានឡើយនាងខ្លាចថាការសន្យារបស់គេនឹងត្រូវបញ្ចប់នៅថ្ងៃនេះដោយគ្មានឱកាសបានកែខ្លួនជាថ្មីក្លិនថ្នាំពេទ្យនិងភាពស្ងប់ស្ងាត់ក្នុងបន្ទប់សង្គ្រោះបន្ទាន់ធ្វើឲ្យបរិយាកាសកាន់តែធ្ងន់ធ្ងរនារីអង្គុយនៅកៅអីមុខបន្ទប់ទាំងសម្លៀកបំពាក់ជោគជាំដោយឈាមរបស់ភក្តីនាងសម្លឹងមើលទៅទ្វារបន្ទប់វាកាតដែលបិទជិតក្នុងចិត្តបួងសួងសូមឲ្យទេវតាជួយសង្គ្រោះបុរសម្នាក់ដែលបានបដូរជីវិតដើម្បីនាង3ឆ្នាំនៃការឈឺចាប់និងការយល់ច្រឡំហាក់ដូចជារលាយសាបសូន្យបាត់អស់នៅពេលដែលនាងឃើញភក្តីដេកក្នុងគំនរឈាមដើម្បីការពារនាងជីវិតមួយយប់ពេញនៃការរងចាំគ្រូពេទ្យក៏ដើរចេញមកទាំងហត់នឿយប៉ុន្តែមានស្នាមញញឹមតិចតួចអ្នកជំងឺឆ្លងផុតដំណាក់កាលគ្រោះថ្នាក់ហើយបាទរបួសក្បាលធ្ងន់ធ្ងរបន្តិចប៉ុន្តែគេមានឆន្ទៈរស់រាននិងរឹងមាំណាស់នារីដកដង្ហើមធំទាំងធូរទ្រូងនាងទន់ជង្គង់ចុះលើកម្រាលឥដ្ឋទាំងយំសោកដោយក្តីរំភើបចំណែកសុខាត្រូវបានប៉ូលីសឃាត់ខ្លួនភ្លាមនៅមន្ទីរពេទ្យបន្ទាប់ពីគេដឹងខ្លួនគេត្រូវប្រឈមមុខនឹងច្បាប់ទាំងរឿងព្យាយាមសម្លាប់មនុស្សនិងរឿងកាប់កេងប្រាក់ក្រុមហ៊ុនសុខាបានបាត់បង់គ្រប់យ៉ាងសូម្បីតែមិត្តភក្តិតែមួយគត់ដែលធ្លាប់ស្រឡាញ់គេក៏ត្រូវគេបំផ្លាញដោយផ្ទាល់ដៃមួយខែក្រោយមកភក្តីអង្គុយនៅលើរទេះរុញក្នុងសួនច្បារមន្ទីរពេទ្យដោយមានរំរបួសនៅក្បាលនិងដៃម្ខាងគេសម្លឹងមើលផ្ការីកស្គុះស្គាយរួចដកដង្ហើមធំគេដឹងថាទោះជាគេជួយជីវិតនារីក៏វាមិនមែនជាលេសដែលបង្ខំឲ្យនាងត្រឡប់មកស្រឡាញ់គេវិញដែរបងគិតអីហ្នឹងសំឡេងស្រទន់មួយបន្លឺឡើងពីក្រោយខ្នងនារីដើរមកជិតរួចហុចទឹកក្រូចមួយកែវឲ្យគេភក្តីញញឹមស្ងួតបងគិតថានៅពេលបងចេញពីមន្ទីរពេទ្យបងនឹងទៅបារាំងជាមួយអូនដើម្បីជូនអូនទៅដល់ទីនោះដោយសុវត្ថិភាពរួចបងនឹងត្រឡប់មកវិញបងនឹងមិនរំខានជីវិតអូនទៀតទេនារីបងគិតថាបងមិនសមនឹងទទួលការលើកលែងទោសពីអូនឡើយនារីដាក់ទឹកក្រូចចុះរួចមកឈរពីមុខភក្តីនាងទាញប្រអប់ចិញ្ចៀននិងសម្បត្តិសន្យាចាស់នោះចេញពីកាបូបដៃរួចហុចឲ្យភក្តីវិញភក្តីស្លុតចិត្តគេគិតថានាងចង់ប្រគល់ឲ្យគេវិញដើម្បីផ្ដាច់ចំណងគ្រប់យ៉ាងនារីអូនមិនបាច់សងបងវិញក៏បានដែរបើអូនមិនចង់ទុកវាបងយល់ច្រឡំហើយនារីកាត់សម្ដីគេទាំងញញឹមនិងទឹកភ្នែកអូនហុចឲ្យបងគឺដើម្បីឲ្យបងពាក់វាឲ្យអូនម្ដងទៀត
សន្យាចាស់ដែលគ្មានថ្ងៃខ្លាយទៅជាការពិតនោះអូនចង់ឲ្យវារលាយបាត់ទៅតាមខ្យល់ចុះប៉ុន្តែអូនចង់បានសន្យាថ្មីមួយដែលផ្ដើមចេញពីថ្ងៃនេះភក្តីបើកភ្នែកធំទាំងមិនជឿនារីអូនមានន័យថាសន្យាថ្មីគឺមិនថាមានអ្នកណាចាក់រោគមិនថាមានវត្ថុតាងអ្វីនៅចំពោះមុខយើងត្រូវសន្យាថានឹងសួរគ្នាស្ដាប់គ្នានិងជឿជាក់លើបេះដូងគ្នាជាមុនសិនតើបងធ្វើបានទេភក្តីស្រក់ទឹកភ្នែកដោយក្តីរំភើបគេខំប្រឹងលើកដៃដែលនៅមានកម្លាំងយកចិញ្ចៀននោះមកពាក់ឲ្យនារីយឺតបងសន្យាលើកនេះបងនឹងមិនឲ្យអ្នកណាមកបំបីបំបាក់ពួកយើងបានទៀតឡើយបងនឹងប្រើជីវិតដែលសេសសល់នេះដើម្បីការពារសន្យារបស់យើងនៅក្រោមពន្លឺព្រះអាទិត្យដ៏កក់ក្ដៅគូស្នេហ៍ទាំងពីរបានអោបគ្នាទាំងក្តីសុខការសន្យាដែលធ្លាប់តែរលាយបាត់ព្រោះតែមិត្តភក្តិចាក់រោគនិងភាពទន់ជ្រាយនៃចិត្តពេលនេះបានត្រឡប់មកវិញក្នុងរូបភាពដែលរឹងមាំជាងមុនពួកគេបានដឹងច្បាស់ថាសេចក្តីស្រឡាញ់ពិតប្រាកដមិនមែនគ្រាន់តែជាការសន្យានៅចំពោះមុខទេសភាពស្រស់ស្អាតនោះទេប៉ុន្តែវាគឺជាការជឿជាក់លើគ្នាទោះបីជាស្ថិតនៅក្នុងព្យុះភ្លៀងដ៏ខ្មៅងងឹតបំផុតក៏ដោយ